គិតទៅស្រុកគេឡានប្រើខូចមកឬក៏ប៉ះពីបុកបាយតិចតួចគេយកចូលកន្លែងអាចារ្យហើយអត់មានជួសជុលទេហើយមើលកាត់អាម៉ាស៊ីនកាត់ម៉ាស៊ីនកំទេចគឺចាប់បោចយកមកនេះនេះមកនៅស្រុកខ្មែរអីមុននឹងចូលកន្លែងអាចារ្យអញ្ចឹងគេទិញស៊ីគ្រឿងក្នុងអស់ហើយពុកអីដាក់ផ្សេងខ្សែភ្លើងដាក់ផ្សេងអញ្ចឹងទៅគ្រឿងម៉ាស៊ីនអីគេយកបានទាំងអស់ដល់ទៅស្រុកគេអត់ទេយកចូលកន្លែងអាចារ្យគឺអាកត្រៃកាត់ពណ៌អិចធំណាអាគ្រឿងចាក់ធំហ្នឹងកំតិចឯងដូចក្នុងវីដេអូហ្នឹងអញ្ចឹងកំតិចឲ្យដល់ខ្ទេចមានតុកទេនេះចឹងមិនថាស្រុកគេសបោអញ្ចឹងណាហើយបើនៅស្រុកយើងយកអស់នេះប្រពន្ធមើលដៃនេះមើលកៅអីក្នុងឡានកូនឡានតូចនៅស្អាតដែរប៉ុន្តែបោចឲ្យខ្ទេចគ្មានសល់ទេហើយខ្ទេចហើយខ្ទីអស់វាខុសគ្នាចឹងតែឡានអស់ហ្នឹងបើនាំចូលមកស្រុកខ្មែរយើងកាយកនតិចតួចជួសជុលតិចតួចទុកមើលណាអត់ណាក៏4-5,000 7,000នេះឡានហ្នឹងចាំមិនថាប្រទេសយើងមកឡានតម្លៃតែ5-6,000ហើយល្អដូចនៅស្រុកគេវិញទិញគីគ្រប់ផ្ទះតែមានណានៅស្រុកយើងឡានតែមួយទឹកអីក៏ខ្ទង់មើលដែរហ្នឹងបើថាខ្ទង់ពាន់វិញឡានសិតតាំងពីឆ្នាំ80ឆ្នាំ90មិនបានខ្ទង់ចូលឆ្នាំ2000ហ្នឹងទេហើយបើឡានចូលខ្ទង់ឆ្នាំ2000នេះហើយអត់មានក្រោមមើលទេសិតតែមើលទោះបីឡាននឹងកោសស្ងោឡានជួសជុលមិនក៏ដោយពេលយើងទៅមើលស្រុកគេវិញដូចទៅក្នុងវីដេអូហ្នឹងអញ្ចឹងតែវីដេអូនេះខ្ញុំយកចេញពី website បរទេសទេណាបងប្អូនតែអ្វីដែលយើងឲ្យមើលឃើញស្លាយដៃនេះគឺការកំតិចតាមកន្លែងហ្នឹងកន្លែងឃ្លាំងមកគ្រឿងក្រៅឯងមានទុកទេអានេះនឹងយកទៅលយយកទៅស្លោចាក់សាថ្មីតាមមើលបងប្អូនហើយមែនតិចណាឡានច្រើនអាហ្នឹងបោចអស់មួយចូលមួយទៀតឡើយខ្ទេចនេះស៊ីខ្ទេចមកគ្មានសល់ដាក់ឡើងមាត់ឆឹងបោចគ្មានឲ្យសល់កន្លែងណាបន្តិចទេខ្ទេចមួយមិញហ្នឹងទៅមូលសល់ប៉ុណ្ណឹងហើយមានកម្មករមានបុគ្គលិកគេរើសចឹងណាហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះក៏នឹងការចែកដែរទេបងប្អូន